បងប្អូននេះជាទស្សនវិជ្ជាដែលនៅលើស្ពានរិស័យកែវបាទហើយកំពុងតែជិះឡើងទៅហើយបាទដោយទីតាំងភូមិសាស្ត្របាទនៅតំបន់នេះគឺល្អមែនទែនមកចិត្តក្នុងមកទន្លេដែរហើយទៅក្រោយមកខាងខាងនោះគឺជាថាតំបន់សេដ្ឋកិច្ចពិសេសព្រោះបាទអូសៀស៊ីហើយដាក់ទៅនៅលើស្ពានអាស្រ័យទៅដល់ស្ពានខ្លះដល់ទៅគឺថាមានចរាចរណ៍បាទគឺស្អាតទៅបាទហើយដែរពីមុខមកមានបេតុងពូជចៃទ្រុងផ្លូវបាទពូជចៃទ្រុងផ្លូវតែរយៈនេះគឺខាងសួរខាងសន្តិការគេលើចេញអត់ដឹងថាជាមូលហេតុអីទេតែគោលយ៉ាងដែរមើលទៅរៀងស្រឡះដែរបាទស្រឡះកាមវារៀងជាដែរដោយសារមានអាទ្រុងពូជចៃហ្នឹងទៅគឺពិបាកកិច្ចហើយយើងអាចជំនះកិច្ចបានហ្នឹងវាយើងអត់សូវស្ទះពីមុនមកផ្លូវនេះគឺស្ទះអាម៉ោងតុង8 5ព្រឹកស្ទះតែហើយនេះគឺថាវាអត់ស្ទះជាងមុនបាទបងប្អូនរីកទស្សនាមើលតាមផ្លូវចុះបាទគឺមានប្រជាជនបាទការលក់ដូរប្រជាជនហើយបាទរីឯខាងស្វ័យនេះគឺអត់ទាន់មានការអភិវឌ្ឍអីទេបាទគឺនៅធ្វើរបបចោលនៅឡើយបាទហើយប្រទេសជាតិនេះគឺយើងនឹងបន្តនឹងទីតាំងស្ពានបាទឡងពីយន្តបាមកខាងវិញនេះបាទអញ្ចឹងមកដល់កន្លែងនេះណាគឺមានកម្មការនីកម្មករឬចាក់បាទចេញមកទិញហាពេលព្រឹកហើយក៏មានក្រុមហ៊ុនខេតគឺស្កាវតើនេះជាច្រើនណាក៏គឺចាក់ពីឡងបាទបងប្អូនឥឡូវពេលនេះយើងបានមកដល់ក្រោមស្ពានជ្រោយចង្វាបាទសម្រាប់ស្ពាននេះគឺមានពីរបាទទី1ស្ពានមិត្តភាពកម្ពុជាជប៉ុនទី2ស្ពានមិត្តភាពកម្ពុជាចិនបាទជំនួយអត់សំណងនេះបាទនេះគឺជាស្ពានបាទស្ពានស្អាតហើយវែងចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនហើយបាទអរគុណទីទស្សនាវីដេអូបាទហើយខ្ញុំនឹងមានវីដេអូបន្តទៀតបាទអរគុណច្រើន